បាទគោរពជម្រាបសួរពុកម៉ែបងប្អូនតាយាយអ៊ំពូមីងជាទីរាប់អានបាទមកដល់ទឹកដីនៃស្រុកកំណើតអញ្ចឹងខាងព្រះវិហារនេះគឺនៅតែជាលឡើយទេបងប្អូនណាខាងសយ៉ងយើងខាងសម្បូរយើងនេះគឺនៅតែជាលឡើយទេព្រោះដោយសារអីដោយសារមានព្រៃឈើដល់មានព្រៃឈើនៅច្រើនអញ្ចឹងក៏វានៅតែជាលឡើយទេក្នុងវាមិនទាន់ពាក់កណ្ដាលខែ12ទេវាបន្ទាប់តែថ្ងៃទី7លឡើយណាហ្នឹងហើយរៀបថាក្បែរខែប្រាំងហើយបងប្អូនហើយរដូវនេះក៏បងប្អូនយើងអ្នកខ្លះខាងភូមិខ្ញុំបាទនោះគាត់មិនទាន់ច្រូតហើយទេអ្នកខ្លះក៏ច្រូតហើយខ្លះដែរដូចជាស្ដែងអីនឹងម្ដាយខ្ញុំហ្នឹងក៏គាត់មិនទាន់ច្រូតហើយទេបងប្អូនតាមពិតទៅស្រែវាស្រូវវាមិនសូវល្អមិនសូវច្រើនបានទេបងប្អូនដោយសារយើងព្រោះមុនក្រោយទៅក៏វាទុំមុនទុំក្រោយដល់ពេលអញ្ចឹងក៏យើងច្រូតទៅតាមហ្នឹងណាហើយអ្នកខ្លះក៏គាត់ប្រមូលផលរួចហើយអ្នកខ្លះក៏នៅទេហើយជាក់ស្ដែងបងប្អូនខ្លះគាត់ប្រមូលផលស្រូវរួចហើយក៏គាត់ចាប់ដើមដន្លងម្ដងហើយឃើញថាដន្លងឆ្នាំនេះស្រស់គឺបានតាមខេត្តនីមួយខ្លះ240ខ្លះ260ខ្លះ300ខ្លះជិត400ចឹងណាបងប្អូនហើយអ្នកធ្វើក្រែមខ្លះក៏បាន600ឃើញថាឆ្នាំនេះរឹងក្រឿនឆ្នាំមុនយើងបានតែ500មកដល់600ផងហើយជិះម៉ូតូមកតាមផ្លូវបងប្អូនគឺទេសភាពអាថ្ងៃចិត្តលិចនេះស្អាតអូយសែនស្អាតវាសមលឯដើមឈើមកព្រៀងតាមដងផ្លូវក៏ឃើញស្អាតមែនទែនបងបែបនេះគេហៅថាទេសភាពនៃរដូវចិត្តពាក់កណ្ដាលខែប្រាំងបងប្អូនហើយថ្ងៃចិត្តលិចទៅហើយវាស្មើចុងឈើទៅហើយហើយជីផ្លូវកៅស៊ូខុសពីជីផ្លូវគ្រូក្រហមបងប្អូនផ្លូវកៅស៊ូវាមិនសូវមានដីហុយទេបើជីចូលមកដល់ដីក្រហមចេះហើយឲ្យដូចខ្ញុំនេះច្បាស់ទៅប្រែពឿបងប្អូនប្រែពឿទៅជាពឿក្រហមមកហើយដីវាហុយប្រឡាក់ដូចតាមផ្លូវមកមានឡានមានម៉ូតូអីគឺហុយនេះហុយតិចផងនិស័យគេជីយឺតណាបើជីលឿនអីហ្នឹងបងប្អូនបាច់មើលទេผมឈប់ម៉ូតូមកស្ទុះសិនបើមិនឈប់មើលផ្លូវមិនឃើញមិនដឹងថាពេលណាបានអាផ្លូវកៅស៊ូនឹងជីកុំអុយហុយណាបងប្អូននេះដូចអាកន្លែងហ្នឹងអីខ្ញុំជិះម៉ូតូចូលមកដល់ផ្ទះពាក់ម៉ាស់ចឹងអាកូនពូជនេះគេឈរមើលគេសង្ស័យថាណាគេមកណាគេឈរសម្លឹងយូរដែរបើខ្ញុំបោះម៉ាស់ទៅគេឃើញគេរត់តរងដាក់ទៅយកនំប៉័ងហូបគេស្បានគេស្គាល់ថាអ៊ំគេណាហើយក៏អរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូខ្ញុំបាទពីដើមដល់ចប់ណាហើយកុំភ្លេច like follow page ខ្ញុំបាទមួយផងហើយផ្ទះខ្ញុំបាទប៉ុណ្្នឹងឯងសាមញ្ញណាបងប្អូនបាទគ្រប់ជ្រាបលាបងប្អូនបាទ